មួយរយៈពេលនេះខ្ញុំឃើញគេនិយាយពី Gen Z ច្រើនមែនទែនអញ្ចឹងបើអ្នកនរគ្នាចង់ដឹងថា Gen Z នឹងអីគេតោះចាំខ្ញុំប្រាប់ Gen Z ជាពាក្យតំណាងដែលគេតាំងឲ្យក្រុមមនុស្សនៅចន្លោះឆ្នាំ1997រហូតដល់ឆ្នាំ2012អញ្ចឹងនេះជា list ក្រុមចំនួនរបស់មនុស្សដែលអ្នកនរគ្នាអាចមើលបានឥឡូវខ្ញុំនិយាយពី Silent Gen អានេះជាគំនិតខ្ញុំទេអ្នកនរគ្នាគេហៅ Silent Gen ដោយសារបើគិតពីរែងអាយុរបស់ពួកគាត់មានអាយុចាប់ពី80ដល់97ឆ្នាំអញ្ចឹងបើគិតពីការធ្វើការឬរកស៊ីពួកគាត់អាចនឹងចូលនិវត្តន៍អស់ហើយអ្នកនរគ្នាចំណែកឯ Baby Boomer Generation ដូចដែលយើងបានដឹងអញ្ចឹងថាសង្គ្រាមលោកលើកទី2តំចប់នៅឆ្នាំ1945អញ្ចឹងអាចនឹងនៅសល់សង្គ្រាមខ្លះបានគេហៅថា Baby Boomer ដោយសារពួកគាត់កើតមកហ្នឹងអាចនឹងជួបនៅបញ្ហាសង្គ្រាមដែលអត់ទាន់ចប់ខ្លះអ្នកនរគ្នាGen Z ជាចំនួនបច្ចេកវិទ្យានិយាយទៅពីមួយចំនួនទៅមួយចំនួនគេតែងសង្កេតមើលផ្នត់គំនិតអ្នកនរគ្នាឧទាហរណ៍ Gen Z រស់នៅបែបណាចិញ្ចឹមកូនបែបម៉េចអីចឹងសម្រាប់ Gen A ឬ Gen Alpha ខ្ញុំគិតថាចំនួនហ្នឹងមនុស្សកាន់តែសនុកដោយសារដូចឥឡូវយើងបានដឹងហើយថា AI ជួយការងារបានខ្លះហើយចំនួន Alpha ហ្នឹងអាចនឹង AI ជួយការងារកាន់តែច្រើនហើយមនុស្សកាន់តែសនុកបើយើងសង្កេតមើលចំនួនមុនមនុស្សជួបការលំបាកខ្លាំងមែនទែនប៉ុន្តែអត់សូវមានអ្នកសម្លាប់ខ្លួនទេឬក៏ការហ្នឹង social media អត់ទាន់ធំទូលាយប៉ុន្តែឥឡូវខ្ញុំគិតថាមនុស្សកាន់តែស្រួលអញ្ចឹងនៅពេលដែលជួបការលំបាកអាចនឹងឆាប់បោះបង់នឹងគ្រាន់តែជាគំនិតរបស់ខ្ញុំទេបើសិនជាអ្នកនរគ្នាចូលចិត្តជួយ like follow ម្នាក់មួយផងហើយចាំជួបគ្នានៅវីដេអូក្រោយបាយបាយ